សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបានវីដេអូទាក់ទងជាមួយនឹង script មួយដែលធ្វើឲ្យ server របស់យើងងាយស្រួលទទួលបាន information របស់ play អ្នកលេង Discord Steam ហើយនឹងអ្វីផ្សេងៗទៀតដែលយើងបាន set up នៅក្នុង API ហ្នឹងអញ្ចឹងអ្នកគ្នាអាចមើលនៃដំណើរការរបស់វាដំបូងនៅពេលដែលយើងចូល server អញ្ចឹងឥឡូវយើងចូល server ជាដំបូងគឺវា detail មកហើយ Discord និង Steam បើសិនជាវាអត់ valid ជាមួយនឹង Discord និង Steam ទេគឺអត់អាចចូលទៅក្នុង server នឹងបានទេអញ្ចឹងដល់ពេលដែលយើងចូលហើយយើងត្រូវ continue ដើម្បីយើង verify ជាមួយនឹង whitelist អូខេតែនេះខ្ញុំអត់ចូលទេខ្ញុំ cancel ចោលអូខេអញ្ចឹង play path ហ្នឹងគឺបែបហ្នឹងវាដូចជាមួយនឹង TX whitelist ចឹងតែគាត់ថានេះគឺទទួលបាន information របស់អ្នកលេងច្រើនយើងអាច control បានដូចជា untouched ចឹងអូខេអញ្ចឹងឥឡូវយើងទៅមើលនៅលើ website របស់យើងវិញអញ្ចឹងតម្រូវឲ្យអ្នកនរគ្នាមានជាមួយនឹងអ្នកគ្នាដល់ពេលដែលយក script នេះទៅប្រើទិញទៅប្រើអ្នកគ្នាត្រូវកន្លែងបែបចេះអ្នកគ្នាយើងត្រូវ set up អញ្ចឹងដល់ពេលដែលអ្នកទិញហើយគឺខ្ញុំនឹងតម្លាក់ឲ្យអ្នកគ្នា invite bot នឹងចូលទៅក្នុង server អូខេអញ្ចឹងគឺយើងដាក់ comment slash នេះមក set up verify បន្ទាប់មកដើម្បីយើងបាន role whitelist ដើម្បីបាន role whitelist យើងគាត់ទៅ verify តោះមកយើង verify ណាអូខេខ្ញុំសុំខ្ញុំ copy ដាក់នេះវិញអូខេហើយដំណើរការសិនអូខេអញ្ចឹងគឺចូលមកគឺវា detail ជាមួយនឹង user របស់យើងហើយនឹង server guild របស់នេះចឹងរបស់ Discord ហ្នឹងណាអូខេដល់ហើយយើង verify ទៅអូខេជួយយើងត្រូវ verify ជាមួយនឹង bot ហ្នឹងប៉ុន្តែនេះខ្ញុំនៅក្នុង Chrome ខ្ញុំអត់មាន account ទេអូខេអញ្ចឹងនៅពេលដែល verify គឺវា auto ឲ្យ role ប៉ុន្តែអ្នកដែលប្រើជាមួយនឹង script ហ្នឹងអ្នកគ្នាត្រូវតែចូលទៅក្នុងនេះមកយើងដាក់ account ដើម្បីបាន account ជាមួយនឹង password អ្នកគ្នាតាក់ទងមួយ admin អ្នកលក់តាក់ទងមកខ្ញុំដើម្បីអ្នកគ្នាបាយមួយ script ហ្នឹងចឹងហើយខ្ញុំនឹងញ៉ា API ញ៉ាអានទាំងអស់អូខេអញ្ចឹងឥឡូវយើងចូលជាមួយ dashboard របស់ Guild វិញរបស់ server Discord វិញអញ្ចឹងយើងមានកន្លែងនឹង view ជាមួយនឹងនេះ user ហើយ user យើងអាចមើលបាន Discord username Steam license ហើយ license 2ហើយនឹង hardware ហើយ IP ហើយ verify នៅពេលណា status របស់Guild របស់យើង action នេះគឺមាន delete អូខេអញ្ចឹងបន្តមកចូល API key អ្នកនរតម្រូវឲ្យ set ពីនេះចូលទៅក្នុង server CFG បងប្អូនដើម្បីឲ្យវាដំណើរការជាមួយនឹង script អញ្ចឹងដល់ពេលហើយអ្នកនរអាចដាក់ test ជាមួយនឹង API connect នេះបានអានេះគាត់តែជា test ទេថា test verify អត់ថាវាដំណើរការអត់ងារមួយ server Discord របស់យើងហើយ user file នេះគឺ user ដែល play path អូខេហើយនេះ configuration កន្លែងនេះអ្នកនរអាចដូរបានហើយនេះដាក់ role ID របស់អ្នកគ្នាមកអានេះ log ID នៅពេលដែលគេ verify ទៅគឺចូលមកបែបនេះក៏ចូលមកបែបចឹងណាអ្នកគ្នាអូខេហើយគាត់តែ save configuration ទៅហើយនេះគឺជា link invite bot អ្នកគ្នាគ្រាន់តែ invite ចូលទៅក្នុង server ទៅបានហើយអូខេអញ្ចឹងគឺរបស់យើងអត់មានប៉ុណ្ណឹងទេមានតែប៉ុណ្ណឹងទេ sorry គឺមានតែប៉ុណ្ណឹងទេអញ្ចឹងអ្នកនេះអាចមើលបានហើយវាជា global band data global band អញ្ចឹងសម្រាប់ល្អជាមួយនឹង server ខ្មែរយើងបើ server ខ្មែរយើងទាំងអស់ប្រើជាមួយនឹងscript របស់ខ្ញុំគឺ band មួយ server គឺ band ទៅទាំងអស់ប្រើអ្នកផ្សេងទៀតចូល server ផ្សេងទៀតដែលមានប្រើ script របស់ខ្ញុំគឺចូលអត់បានទេគឺ global band អញ្ចឹងវីដេអូនេះក៏មានអីច្រើនទេ
ហើយក៏សូមអភ័យទោសជាមួយនឹងការរៀបរាប់នេះដែរព្រោះខ្ញុំអត់ទៅចេះរៀបរាប់ទេអូខេអញ្ចឹងអ្នកគ្នាអាចមើលបានពេញចិត្តអាចតាក់ទងចូលទៅក្នុង Discord របស់ខ្ញុំតាក់ទងបើក ticket ទិញបានអូខេបាយបាយ